ក្នុងកម្មវិធី Excel ដាក់បែបហ្នឹងគឺយើងហៅថាដាក់ drop down list នៅពេលអ្នកទាំងគ្នាត្រូវការជ្រើសរើសជម្រើសណាមួយអ្នកទាំងគ្នាអាចដាក់ drop down list ហ្នឹងបានអញ្ចឹងដើម្បីធ្វើបែបហ្នឹងតើយើងត្រូវចូលកន្លែងណាខ្លះអានេះគឺជា drop down list ដែលខ្ញុំចុចឲ្យអ្នកទាំងគ្នាមើលបាទការងារហ្នឹងគឺយើងជួបច្រើនបាទប៉ុន្តែយើងអត់ដឹងថាវាហៅថាម៉េចទេអាហ្នឹងគឺគេហៅថា drop down list បាទ drop down list ដូចយើងដាក់ select លេខទូរស័ព្ទ select ប្រទេសឬក៏ select លេខទូរស័ព្ទអីហ្នឹងណាបាទហ្នឹងគឺគេហៅថា drop down list អញ្ចឹងដើម្បីធ្វើបែបហ្នឹងគឺអ្នកទាំងគ្នាអាចតាមដានវីដេអូហ្នឹងបានអញ្ចឹងខ្ញុំទៅសេបែបហ្នឹងហើយគឺអត់មានអីទេបាទកន្លែងនេះគឺខ្ញុំចុចអត់បានទេឃើញទេបាទកន្លែងនេះខ្ញុំសរសេរធម្មតាខ្ញុំដាក់ border ដាក់ពណ៌ឲ្យស្អាតចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំ select នេះគឺអត់មានអីទេអញ្ចឹងដើម្បីយើង select បានគឺអ្នកទាំងគ្នាចូលកន្លែង data នេះបាទចូលកន្លែង data ខាងលើនេះមកហើយអ្នកទាំងគ្នាយកកន្លែងនេះបាទ data tool ហ្នឹងហើយយកកន្លែង data validation ហ្នឹងបាទយក data validation ហ្នឹងហើយអ្នកទាំងគ្នាចុចកន្លែងនេះបាទ any value ហ្នឹងយកពាក្យ list បាទយើងយកជា list បាទយកជា list ហ្នឹងមកបន្តមកទៀតកន្លែងនេះគឺជាតន័យយើងវាយចូលបាទអញ្ចឹងអត់ទៅប្រុសអ្នកទាំងគ្នាសរសេរប្រុសមកហ្នឹងហើយសរសេរប្រុសមកអញ្ចឹងមានប្រមាណវាយចូលកន្លែងហ្នឹងទៅណាបាទប្រុសបាទវាយប្រុសអញ្ចឹងទៅហើយទៅអ្នកទាំងគ្នាតែសរសេរមួយទៀតចូលអញ្ចឹងដាក់សញ្ញាគ្រាសិនបាទហើយសរសេរមួយទៀតមកបាទសរសេរស្រីអញ្ចឹងណាបាទសរសេរស្រីអញ្ចឹងទៅបាទដល់ពេលចង់សរសេរអីចូលទៀតបាទដាក់សញ្ញាគ្រាមួយទៀតអញ្ចឹងយើងមានអាហ្នឹងគេហៅ list បាទមួយទៀតដាក់ផ្សេងអញ្ចឹងណាបាទដាក់ផ្សេងអញ្ចឹងទៅអញ្ចឹងគឺកន្លែងនេះយើងយក list បន្តមកទៀតកន្លែងនេះគឺយើងសរសេរចូលមកបាទអ្នកទាំងគ្នាចង់បាន select អីខ្លះបាទហើយទៅខ្ញុំចុច OK មកអញ្ចឹងពេលខ្ញុំចុច OK ទៅវាលោតបែបនេះមកឲ្យវាឲ្យយើង select ទេបាទអ្នកទាំងគ្នាចុចមើលបាទយកបានណាខ្ញុំយកស្រីបាទស្រីខ្ញុំយកប្រុសបាទខ្ញុំយកផ្សេងបាទអញ្ចឹងបើសិនយើងចង់សរសេរខ្លួនឯងចូលគាត់បានសរសេរអក្សរអីមួយចូលទៅ enter មកបាទវាឲ្យយើងសរសេរឃើញទេកន្លែងនេះមានថាយើងយក select អញ្ចឹងកាលណាយើងចង់សរសេរចូលសរសេរអត់បានទេបាទតោះតែយើង select អត់បានណាអញ្ចឹងជាភាសាទៀតមើលបាទយកប្រុសបាទយកស្រីបាទអញ្ចឹងការងារនេះគឺយើងហៅ drop down list បាទក្នុង Excel គឺយើងប្រើច្រើនមែនទែនបាទការងារពីច្រើនគឺយើងជួបប្រទេសបាទហើយវាងាយស្រួលប្រើដូចជាឈ្មោះតំណែងប្រភេទ event អីចឹងណាបាទពេលយើង select បែបហ្នឹងបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបាទការចែករំលែករបស់ខ្ញុំមានប៉ុណ្្នឹងបាទបើសិនជាអ្នកទាំងគ្នាចូលចិត្តអាច like និង share វីដេអូបានបាទសូមអរគុណ